ngày ní của dương xong thì dòng pi mình được trong mình é đại mình sơ chơi dũng mình sơ chân thì dậy viêm ai là hém tai chia mình được đại hot nơi chừng kê nó không tiền hai mà đồng nè nút cứ lục bà của dương nâng tha sẽ cái đây sẽ lại ra bao lục bá mình men chỉ ca ao thấpឬការនិយាយពាក្យថាប៉ាឆ្លាញ់កូននោះទេសេចក្តីឆ្លាញ់របស់ប៉ាទៅបានសរសេរនៅលើបាតដៃយ៉ាងក្រៀមក្រំព្រោះតែការងារសរសេរនៅលើដំណក់ញើសដែលហូរហាលវានៅកណ្ដាលថ្ងៃនិងសរសេរនៅលើស្នាមជ្រាវជ្រួញនៅថ្ងៃដែលកើតឡើងដោយសារតែការគិតគូរអំពីសេចក្តីសុខរបស់គ្រួសារនៅពេលដែលពួកយើងសូមទិញសៀវភៅខោអាវថ្មីឬបងថ្លៃសាលាប៉ាមិនដែលបដិសេធឡើយប៉ាតែនិយាយថាចាំប៉ាគិតគូរឲ្យពាក្យថាចាំប៉ាគិតគូរឲ្យនេះពួកយើងទើបតែដឹងនៅថ្ងៃនេះថាវាជាបន្ទុកដ៏ធ្ងន់ធ្ងរដែលប៉ាត្រូវតែរែកពុនតែម្នាក់ឯងធ្វើការទាំងនៅហត់ដើម្បីប្រកាសយកមកឲ្យពួកយើងបានរៀនសូត្រក៏ដូចជាមានមុខមាត់ស្មើគ្នានៅក្នុងសង្គមតែប៉ុណ្ណោះប៉ាជាទីគោរពដ៏ខ្ពង់ខ្ពស់ពួកយើងឥឡូវនេះបានជាដល់វ័យយុវវ័យជាសិស្សអនុវិទ្យាល័យនិងវិទ្យាល័យអស់ហើយវ័យនេះពួកយើងចាប់ផ្ដើមមានពិភពលោកតខ្លួនចាប់ផ្ដើមស្រឡាញ់មិត្តភ័ក្តិនិងពេលខ្លះចាប់ផ្ដើមមានភាពរឹងរូសពួកយើងសូមសារភាពថាកន្លងមកនេះពួកយើងធ្លាប់ធ្វើខុសធ្វើឲ្យប៉ាពិបាកចិត្តជាច្រើនលើកជាច្រើនសារពួកយើងធ្លាប់បង្ហាញនៅទឹកមុខមិនពេញចិត្តនៅពេលដែលប៉ាស្ដីបន្ទោសធ្លាប់ដើរចូលទៅក្នុងបន្ទប់បិទចិត្តហើយបែបពោលពាក្យថាពុកដែលចិត្តខ្លាំងណាស់ពុកមិនយល់ពីចិត្តកូនទេប៉ុន្តែនៅថ្ងៃនេះពេលដែលពួកយើងបានអង្គុយមើលមុខប៉ាពីចំហៀងពួកយើងទៅតែដឹងថាសក់របស់ប៉ាចាប់ផ្ដើមប្រែពណ៌ភ្នែករបស់ប៉ាចាប់ផ្ដើមស្រអាប់ហើយកម្លាំងរបស់ប៉ាក៏មិនមាំមុនដូចមុនដែរប៉ុន្តែពួកយើងស្រាប់យល់ច្បាស់ថាអ្វីដែលប៉ាអ្វីដែលប៉ាហាមឃាត់ស្ដីបន្ទោសមិនមែនប៉ាមិនស្រឡាញ់យើងនោះទេប៉ាខ្លាចកូនលំបាកនៅថ្ងៃខាងមុខខ្លាចកូនដើរផ្លូវខុសប៉ាចង់ធ្វើជាខែលការពារឲ្យពួកយើងនឹងគេចផុតពីពិភពលោកខាងក្រៅដ៏មុតស្រួចនៅក្នុងឱកាសដ៏វិសេសវិសាលនៃទិវារំលឹកគុណឪពុកនេះពួកយើងឆ្លៀតឱកាសនេះដើម្បីនិយាយពាក្យពីរម៉ាត់ទៅកាន់ប៉ាកូនសុំទោសរាល់សម្ដីអសុរោះកាយវិការមិនសមរម្យនិងភាពរឹងរូសទាំងឡាយដែលកន្លងមកធ្វើខុសដាក់ប៉ាហើយកូនអរគុណប៉ាអរគុណដែលប៉ាបានកើតមក